បងប្អូនក៏សួរខ្ញុំថាការបិទស្លឹកវឺនីជាមួយនឹងការស្រោបធ្មេញវាខុសគ្នាបែបណាអញ្ចឹងការបិទស្លឹកវឺនីគឺគេឆាបតែសម្បកខាងក្រៅឬក៏កញ្ចាស់ធ្មេញខាងក្រៅទេហើយចំពោះការស្រោបធ្មេញគឺគេឆាបធ្មេញរបស់បងប្អូនហ្នឹងគឺមកជុំតែម្ដងតែបងប្អូនតែចំណាំថាឆាបហើយសល់តសឬក៏សល់បកគោទុយអីអញ្ចឹងណាអញ្ចឹងវាស្ថានភាពខុសគ្នាគឺបែបហ្នឹងចំពោះវឺនីគឺឆាបតែខាងក្រៅអញ្ចឹងផ្ទៃខាងក្នុងរបស់ធ្មេញបងផ្ទៃខាងក្នុងនៃធ្មេញបងប្អូនគឺនៅធម្មតាគេយកតែស្លឹកវឺនីហ្នឹងយកមកបិទពីផ្នែកខាងក្រៅទេហើយវាល្អសម្រាប់តែបងប្អូនដែលគាត់ចង់ដូររូបរាងធ្មេញឬក៏គាត់ចង់ដូរពណ៌ធ្មេញហើយតើតើជាមួយនឹងការស្រោបធ្មេញគឺយើងឆាបវាមកជុំតែម្ដងបន្ទាប់មកគេធ្វើធ្មេញយកមកសោកបញ្ចូលយកធ្មេញស្បាត់នេះមកដឹងយកមកសោកចូលលើបកគោធ្មេញធម្មជាតិរបស់យើងនឹងឯងហើយការធ្វើស្រោបធ្មេញយ៉ាគេធ្វើទូទៅគឺតាំងពីដើមមកដែលបងប្អូនបានឃើញអញ្ចឹងហើយចំពោះការធ្វើវឺនីគឺអាចផ្ដោតសំខាន់ទៅលើការផ្លាស់ប្ដូររូបរាងជាមួយនឹងការផ្លាស់ប្ដូរពណ៌ធ្មេញទេតែការធ្វើវឺនីគឺមិនប្រកាសថាអាចធ្វើបានគ្រប់ករណីទាំងអស់ទេករណីខ្លះក៏លើកលែងហើយមិនអាចធ្វើវឺនីបានដែរអរគុណ